ngày nay nhomมาធ្វើវីដេអូở để em mà là tiệtហើយនិយាយពីថានិស្សិតឆ្នាំទី1ប៉ុន្តែជីវិតដូចជារករ៉ាដល់ហើយមកឥឡូវកុំឲ្យចាំយើងចូលទៅកាន់វីដេអូយើងហ្មងទៅរកឡើងចឹងដឹងឲ្យមានអ្នកងើបមកដែរហើយប៉ុន្តែមកស្ទុះក្រោយមកគឺស្ទាក់ទៅវិញឲ្យឆ្មាហ្នឹងពេលដែលខ្ញុំក្រោកមកក៏ខ្ញុំចាប់ផ្ដើមទៅទាញ laptop ដើម្បីមើលជាមួយនឹងឆាតដែលគេឆាតមកផ្សេងចឹងណាមកបើខ្ញុំទៅងូតទឹកដើម្បីមកធ្វើការ get ready ទៅរៀនហើយនេះគឺជា make up ដែលខ្ញុំ make up ប្រចាំថ្ងៃទៅរៀនចឹងដោយសារតែខ្ញុំជានិស្សិតហើយចឹង make up ប៉ុណ្ណាគឺអីទេ get ready ហើយឥឡូវខ្ញុំមកធ្វើការលាបជាមួយនឹងលេបដល់ស្នាមសិនដោយសារស្បែករបស់ខ្ញុំវារៀងស្ងួតរកខែត្រជាក់ហើយបន្តមកទៀតក៏យើងមកធ្វើការពាក់ជាមួយនឹងកាតហើយនឹងអាវក្រៅដោយសារជិះម៉ូតូទៅវារៀងត្រជាក់ដែរអ្នកនរគ្នានិយាយពីថាឆ្មាហ្នឹងឲ្យតែវាក្រោកមកគឺវា clean ហ្មងហើយឡើងកំម៉ាប់អ្នកនរគ្នាអញមើលបានណាឡើងសិតតែស្អាតតែខ្ញុំចូលសាកលវិទ្យាល័យហើយចឹងអីដែលខ្ញុំត្រូវការបំផុតនោះគឺជា laptop ហើយខ្ញុំបានជ្រើសយកជាមួយនឹង Asus VivoBook មកធ្វើការប្រើប្រាស់តែកុំព្យូទ័រយួរដៃមួយនេះហាគឺមានតម្រងស្រាលហើយតម្លៃសមរម្យមែនតើនិយាយទៅគឺល្អនិងងាយស្រួលយកតាមខ្លួនសម្រាប់សិស្សនិស្សិតឬក៏អ្នកធ្វើការជាដើមចឹងឥឡូវនេះខ្ញុំរៀបចំចេញទៅរៀនហើយអ្នកគ្នាម៉ូតូនេះមិនមែនខ្ញុំជិះទៅរៀនរាល់ថ្ងៃទេខ្ញុំជិះទៅតែពេលដែលខ្ញុំត្រូវយកវាទៅលាងទេដល់ឥឡូវហ្នឹងចឹងម៉ូតូឡើងប្រឡាក់ពេញនឹងឯងមិនខ្ញុំជិះវាទៅចឹងទៅដល់សាលាខ្ញុំរៀនហើយអានេះខ្ញុំកាត់ចូលពេលដែលខ្ញុំចេញទៅផ្ទះហើយអ្នកគ្នាពេលដែលចេញទៅផ្ទះហ្នឹងគឺនៅឈរនិយាយលេងជាមួយនឹងពូម៉ាក់សិនបានទៅផ្ទះនិយាយវាថារៀបចំខ្លួនទៅរៀនឡើងផ្លឹងដល់ពេលចេញពីរៀនមកវិញឡើងរោគរ៉ាក់ហ្មងមើលតែប៉ុណ្្នឹងក៏ដឹងដែរពេលដែលមកដល់បន្ទប់រៀងហត់ដែរហ្នឹងព្រោះអីឡើងកម្មចរាចរណ៍ដល់បន្ទប់បែកក៏ខ្លាចទៅគឺខ្ញុំដឹងថានឹងជាទម្លាប់អាក្រក់ប៉ុន្តែនៅតែអត់កែឲ្យចេញពីរៀនមកគិតដូរកៅអៅរៀនឲ្យហើយទេគឺពាក់អាវរៀនហ្នឹងនៅបន្ទប់ហ្នឹងឯងដោយសារតែខ្ញុំត្រូវមកបញ្ញាប់ edit វីដេអូឲ្យឆាប់ហើយចឹងហើយបានខ្ញុំអត់មានដូរអាវដូរអីទេគឺមកអង្គុយ edit យកហ្មងតែមួយរយៈនេះរៀងស្រួលដែរដោយសារតាំងខ្ញុំទិញ laptop នេះមកគឺជួយដល់ការងារខ្ញុំច្រើនមែនតើមិនថាការងារសាលាឬការងារក្រៅទេដោយសារតែ laptop មួយនេះមានបំពាក់ជាមួយនឹង Intel Core i3 N305 RAM 8GB និង SSD 512GB ជួយផ្ដល់នូវសមត្ថភាពអាចធ្វើការបានយ៉ាងរលូនលើពីនេះទៅទៀតវាមានបំពាក់ជាមួយនឹងអេក្រង់ Full HD ទំហំ14 និង 15 អ៊ីងកែមស្ដាងអាចផ្ដល់នូវបទពិសោធន៍ដល់អ្នកប្រើប្រាស់កាន់តែប្រសើរទម្ងន់ត្រឹមតែ 1.3 គីឡូក្រាមទេហើយកម្រាស់ក៏ស្ដាងដែរស័ក្តិសមមែនទែនក្នុងការយកតាមខ្លួននោះ Asus VivoBook X15 គឺជាកុំព្យូទ័រយួរដៃដែលមានតម្លៃសមរម្យស័ក្តិសមសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃតម្លៃសមរម្យស័ក្តិសមជាមួយនិស្សិតនិងអ្នកធ្វើការក្នុងការប្រើប្រាស់ហើយវាត្រូវបានបំពាក់ដោយប្រព័ន្ធប្រតិបត្តិការ RAM 8GB និង SSD 512GB M2 ដែលផ្ដល់នូវសមត្ថភាពខ្លាំងនិងល្អសម្រាប់ការងារប្រចាំថ្ងៃជាមួយនឹងអេក្រង់ Full HD ទំហំ14 និង 15 អ៊ីងមានភាពច្បាស់ល្អត្រជាក់ភ្នែកហើយមានទម្ងន់ប្រមាណជា 1.8 គីឡូក្រាមងាយស្រួលយកតាមខ្លួននិងស័ក្តិសមបំផុតសម្រាប់សិស្សានុសិស្សហើយផលិតផល Asus ផ្លូវការត្រូវបានធានាគុណភាពសុវត្ថិភាពនិងមានការធានាច្បាស់លាស់ 100% តែម្ដងអ្នកទាំងគ្នាគួរទិញកុំព្យូទ័រ Asus ពីអ្នកលក់ផ្លូវការឬក៏ហាងដែលទទួលស្គាល់ដោយក្រុមហ៊ុន Asus ជាមួយនឹងចំណុចមួយចំនួនដែលយើងអាចចំណាំខ្លួនឯងបានដូចជាមានការធានា 2 ឆ្នាំសម្រាប់ model ទូទៅនិងធានា 3 ឆ្នាំសម្រាប់ model ZenBook និង ProArt មាន sticker បិទនៅលើប្រអប់ឬក៏នៅលើកុំព្យូទ័រដូចខ្ញុំបែបនេះព្រោះអីអ្នកគ្នាទទួលបានអត្ថប្រយោជន៍ផ្សេងៗបន្ថែមទៀតដូចខាងក្រោមមានដូចជាការដូរជូនកុំព្យូទ័រថ្មីដល់អតិថិជនដែលបានទិញផលិតផលផ្លូវការរបស់ Asus ដែលមានការធានា 2 ឆ្នាំនិងការធានាដោយឥតខ្ចោះបើសិនបើអតិថិជនទិញភ្លាមមានបញ្ហាភ្លាមឬអំឡុងពេល 3 ថ្ងៃចាប់ពីម៉ោងនិងថ្ងៃដែលទិញទៅតែក្រុមហ៊ុនទទួលខុសត្រូវទៅលើបញ្ហាបច្ចេកទេសរបស់ក្រុមហ៊ុននេះណាបើសិនយើងធ្វើឲ្យខូចខ្លួនឯងអីគឺក្រុមហ៊ុនមិនត្រូវទទួលទេចំពោះការធានាឥតខ្ចោះដែលខ្ញុំបាននិយាយណាគឺដើម្បីតែជួយការពារផលិតផលរបស់អតិថិជននោះទេដូចជាកាពុបទឹកលើបញ្ហាស៊ីគ្វីចរ៉នឬក៏ការធ្លាក់បែកដោយចៃដន្យជាដើមចំពោះអតិថិជនដែលប្រើជាមួយនឹង Asus ហើយមានភាពកក់ក្ដៅមែនទែនតែម្ដងដោយសារតែមានការធានារ៉ាប់រងសម្រាប់គ្រោះថ្នាក់ចៃដន្យទៅកាន់អតិថិជនដោយឥតគិតថ្លៃសម្រាប់រយៈពេល 1 ឆ្នាំដំបូងដោយយោងតាមលក្ខខណ្ឌខាងក្រោមដែលខ្ញុំបានសរសេរនេះអ្នកគ្នាអញមើលតាមនឹងបានអញ្ចឹងណាហើយនេះគឺជាលក្ខខណ្ឌដែលអាចធ្វើការប្រើប្រាស់ការធានាឥតខ្ចោះបានប៉ុន្តែបើសិនផលិតផលនោះត្រូវបានរងជាមួយនឹងគ្រោះធម្មជាតិឬក៏ត្រូវបានបាត់ឬក៏ដោយចេតនារបស់អតិថិជនផ្ទាល់គឺមិនត្រូវបានការធានាឥតខ្ចោះទេខ្ញុំពិតជា recommend ឲ្យបងប្អូនទាំងអស់គ្នាធ្វើការប្រើប្រាស់ជាមួយនឹង Asus VivoBook នេះមែនតើរបស់ខ្ញុំមានតែប៉ុណ្្នឹងទេបាយបាយ